ជម្រាបសួរសួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់ជួបគ្នាសាជាថ្មីជាមួយនឹង Eminado សម្រាប់រឿងក្នុង Channel Haryana បាទជួបគ្នាម្ដងទៀតជាមួយនឹងខ្សែរឿងថ្មីរបស់ប្រទេសវៀតណាមដែលទើបតែនឹងចេញនិងល្បីល្អមើលបំផុតប្រចាំឆ្នាំដែលមានចំណងជើងថាខ្មោចទឹកកំបុតក្បាលដែលជាសាច់រឿងបែបភេរន្ធននឹងអានកំបាំងយាមពីមានភូមិចំណាស់មួយមានមនុស្សជាច្រើនបាត់បង់ជីវិតដោយត្រូវខ្មោចទឹកបញ្ចប់ជីវិតផ្ដាច់ក្បាលហើយក៏អណ្ដែតមកច្រាំងជាច្រើនករណីធ្វើឲ្យអ្នកភូមិពិតជាភ័យខ្លាចខ្លាំងណាស់ហើយក៏មានបរិះអ្នកស៊ើបអង្កេតម្នាក់ក៏មកស៊ើបរឿងក្តីនោះចង់ដឹងថាវាជាករណីអ្វីឲ្យប្រកាសចង់ដឹងសាច់រឿងលម្អិតនិងចំណោទបញ្ហាទៅជាងណាតទៅតាមដានការសម្រាយរបស់ខ្ញុំទាំងអស់គ្នាចាប់ផ្ដើមសាច់រឿងដំបូងរូបភាពក៏បង្ហាញអំពីភូមិចំណាស់មួយនៅក្នុងតំបន់ភ្នំហើយរូបភាពក៏បង្ហាញបន្តក៏ឃើញប្រជាជននៅទីនោះក៏ស្រាប់តែភ្ញាក់ផ្អើលក៏នាំគ្នាទៅមើលនៅមាត់ទឹកក៏ព្រោះតែអ្នកនេសាទបានមកបង់សំណាញ់ជាប់សាកសពកំបុតក្បាលមួយក៏យកទៅច្រាំងឲ្យលោកអាចារ្យនៅក្នុងភូមិនោះធ្វើពិធីដើម្បីរំដោះគ្រោះទើបអាចយកទៅបញ្ចុះបានហើយនេះក៏ពុំមែនជាករណីទី1នោះទេគឺធ្លាប់មានករណីជាច្រើនទៀតស្រដៀងគ្នានេះដែលសុទ្ធសឹងតែរកឃើញនៅក្នុងទឹកហើយរាងកាយរបស់ពួកគេត្រូវបានកំបុតក្បាលរហូតដល់អ្នកភូមិក៏បញ្ចុះពួកគេនៅវាលកប់ខ្មោចក្នុងទីតាំងតែមួយតែម្ដងហើយរូបភាពក៏បន្តឃើញស្ត្រីម្នាក់កំពុងតែរត់ទៅមាត់ទឹកទៅកាន់កន្លែងមនុស្សកំពុងតែរកមើលស្បែកជើងម្ខាងដែលនេះជាករណីថ្មីមួយទៀតដោយបាត់ខ្លួននារីម្នាក់ហើយពេលនោះក៏រកឃើញត្រឹមតែស្បែកជើងនៅមាត់ទឹកតែប៉ុណ្ណោះហើយស្ត្រីដែលរត់មកនេះគឺជាមីងរបស់នារីម្នាក់ដែលបាត់ខ្លួននោះហើយនាងក៏ចង់ស្វែងរកការពិតនៃការបាត់ខ្លួនក្មួយស្រីរបស់គាត់ក៏សរសេរសម្បត្តិទៅកាន់បរិះម្នាក់ដែលជាអ្នកពូកែស៊ើបក្តីនៅទីក្រុងឈ្មោះថាលោកគិនបន្ទាប់មករូបភាពក៏បង្ហាញពីបរិះម្នាក់កំពុងតែជិះសេះចូលទៅកាន់ភូមិនោះនៅពេលនោះក៏ឃើញថាគាត់កំពុងតែបន្តដឹកសេះចូលទៅក្នុងភូមិមួយនោះក៏ស្រាប់តែឃើញអ្នកភូមិមានអាការៈចម្លែកនិងឃើញអ្នកខ្លះមានទឹកមុខស្លេកស្លាំងក៏ដូចជាមានអាការៈឈាមជ្រលមកបន្ទាប់មករូបភាពក៏បង្ហាញអំពីស្ត្រីម្នាក់មុននោះកំពុងតែឈរនៅមុខផ្ទះរបស់លោកមេភូមិហើយនាងក៏កំពុងតែរអ៊ូប្រាប់អ្នកយាមទ្វារថាម្ដេចអ្នកគ្រប់គ្រងនៅតំបន់នេះគ្មានអ្នកណារវល់អំពីបញ្ហាបាត់ខ្លួននិងការបាត់បង់ជីវិតរបស់ប្រជាជនអញ្ចឹងបើពួកគេមិនខ្វល់តើនរណាខ្វល់ហើយពេលនោះអ្នកយាមទ្វារក៏មិននិយាយអ្វីជាមួយនាងនោះទេហាក់ស្ងាត់ឈឹងតែម្ដងក៏ដូចជាធ្វើហាក់ដូចជាស្ដាប់មិនឮហើយនាងក៏ងាកក្រោយដើរចេញពីទីនោះទាំងសោកសៅតែក៏ត្រឡប់រត់ចូលទៅបំរុងនឹងលួចចូលទៅខាងក្នុងតែអ្នកយាមហាមឃាត់នាងមិនអាចឲ្យទៅបាននោះទេហើយនាងក៏ព្យាយាមស្រែកប្រាប់មេភូមិទៅកាន់ខាងក្នុងថាអាងាក្មួយរបស់ខ្ញុំបានបាត់ខ្លួន5ថ្ងៃហើយម្ដេចក៏គ្មានអ្នកខ្វល់បែបនេះហើយភ្លាមនោះអ្នកយាមទ្វារក៏បោះនាងឲ្យដួលទៅលើដីនិងគំរាមនាងថាបើមិនចេញពីទីនេះទេពួកគេនឹងប្រើធរក្តៅហើយរួចនាងក៏ព្យាយាមដើរទៅរើសលិខិតប្តឹងរបស់នាងមកវិញបំរុងនឹងចាក់ចេញទៅរួចក៏ស្រាប់តែឃើញបរិះដឹកសិស្សចូលភូមិមុននោះដើរចូលមកជួយរើសក្រដាសនោះឲ្យនាងហើយគ្រាន់តែឃើញមុខរបស់គាត់នាងក៏ញញឹមដោយក្តីសង្ឃឹមតាមពិតគាត់គឺជាលោកគិនដែលជាអ្នកស៊ើបក្តីដ៏ពូកែម្នាក់របស់សាលាក្រុងបានមកដល់ហើយរួចលោកគិនក៏ដើរទៅប្រាប់អ្នកយាមទ្វារថានាងគ្រាន់តែជាស្ត្រីម្នាក់ចង់មករកជំនួយតែប៉ុណ្ណោះមិនដេចក៏ឯងធ្វើបែបនេះដាក់នាងបែបនេះអញ្ចឹងហើយគាត់ក៏និយាយថាបើលោកមេភូមិមិននៅទេចាំពួកខ្ញុំមករកគាត់នៅពេលក្រោយបន្ទាប់មកក៏ឃើញស្ត្រីនោះដែលគាត់មានឈ្មោះថាមីងច័ន្ទកំពុងតែដើរជាមួយនឹងលោកគិននិងព្យាយាមប្រាប់គាត់ថាតាំងពីក្មួយរបស់គាត់បាត់ខ្លួនខ្ញុំបានទៅជួបលោកមេភូមិហើយគាត់ផ្ដល់ចម្លើយឲ្យខ្ញុំបានត្រឹមតែថាវាគឺជាករណីបាត់ខ្លួនដោយសារតែពពួកអមនុស្សចាប់យកទៅគឺជាខ្មោចទឹកដោយបានចាប់មនុស្សយកទៅផ្ដាច់ក្បាលនិងប៉ុន្មានថ្ងៃក្រោយមកនឹងឃើញសាកសពអណ្ដែតមកហើយដូចនេះគាត់យកហេតុផលនេះជាលេសមិនព្រមយកមនុស្សទៅតាមស្វែងរកក្មួយស្រីរបស់ខ្ញុំដែលមានឈ្មោះថាអាងានោះទេពេលនោះលោកគិនក៏សួរគាត់ថាអ្នកគ្រប់គ្នាគិតថាវាគឺជាករណីដែលធ្វើឡើងដោយខ្មោចតែចុះម្ដេចក៏អ្នកស្រីគិតខុសពីគេមានហេតុផលអីឬគាត់ក៏ឆ្លើយទាំងតាក់ទើថាករណីដទៃនៅពេលដែលបាត់ខ្លួនហើយក៏រកឃើញវិញដោយត្រូវផ្ដាច់ក្បាលតែក្មួយស្រីរបស់ខ្ញុំមិនទាន់រកឃើញអ្វីនោះទេរកឃើញត្រឹមតែស្បែកជើងម្ខាងតែប៉ុណ្ណោះម្ដេចបានទៅជាអាចកំណត់ទៅជាករណីមួយនោះបានខ្ញុំមិនសុខចិត្តនោះទេបន្ទាប់មកអ្នកស្រីច័ន្ទក៏នាំលោកគិនទៅជួបនឹងឪពុករបស់អាងាដែលជាក្មួយស្រីបាត់ខ្លួនរបស់គាត់នោះនៅពេលបានជួបគាត់ឪពុករបស់អាងាក៏សួរមីងច័ន្ទថាតើឯងអាចតាក់ទងនឹងស្គាល់លោកគិនដោយរបៀបណាហើយនាងក៏ថាខ្ញុំស្គាល់គាត់ដោយសារតែគាត់បានចាប់ខ្លួនអតីតប្តីរបស់ខ្ញុំដាក់ទោសតាមច្បាប់តែខ្ញុំមិនខឹងគាត់នោះទេដោយសារតែអតីតប្តីរបស់ខ្ញុំគឺពិតជាខុសមែនពេលនោះឪពុករបស់អាងាក៏សួរលោកគិនបន្តថាបែបនេះបានន័យថាលោកត្រូវបានខាងរាជការបញ្ជូនមកមែនទេហើយគាត់ក៏ថាពិតមែនហើយលោកគិនក៏សួរគាត់ថាតើពេលចុងក្រោយដែលអ្នកទាំងអស់គ្នាបានឃើញអាណាគឺនៅពេលណារួចឪពុករបស់នាងក៏ឆ្លើយថាគឺកាលពី5ថ្ងៃមុននៅពេលព្រឹកនាងបានជួបខ្ញុំរួចហើយ
ก็เติบซ่าแต่บากโต๊บลุไอวันระบอนเนี่ยไฮกอดก็บรรทอนิยัยทาขยมมันจังนิยัยรำลักเรื่องอดีตการแต่งอนุบรรทอเตียนนุเต้ไปบรรทอบลูกอานิยัยสะซัวกระโดดจิตทัวก้าจิมวยหนึ่งปอนทลายใส่ระบอกขยมบ้านรวยกอดก็ดาเจนเต้บรรทอมกมิงจันก็นึกเคยเรื่องมวยมนเปได้อ่างงาบัดขลุ่นกาปิยุบนุเนียงกำปงแต่สมระก็สลับแต่เมียนเจ้าโจหมกเรือไอวันหนึ่งขนมบรรทุบระบอนเนี่ยไฮเนียงก็โจแต่ต่อได้จิมวยเจ้านุยกเสนียดเสาะแต่จะจอมได้เจ้ามวยนุทัวอ่อยระบบเชื่อตรงงุ่นไฮเจ้านุก็ประหยัดยกระบอเกิดขลุ่นปิตีนุบาเตอร์แต่ลูกกินก็ชงอลแท้เมียนระบอเมียนดำไหลเนื้อตีนี้เจจรันไม่ได้ก็เจ้ามันยกก็ใบเตอร์จีลุยโถลุยจานเตอร์วิ่งไฮลูกกินก็มือกำเตจานได้เจ้าทัวอ่อยจรูใบนุไฮก็มันต้อนในยัยเอาไว้นุเต้รุ่ยก็กอดก็บรรทอเตอร์กันไหลบรรทอเตี้ยดำใบโปรโมทสัจเรื่องไอบานจะบาเชียงนี่ดำใบถือกาเสือบังเกตรุ่ยรูปเพียบก็บรรทอเคยกอดกำปงแต่จูบจิมวยหนึ่งบรอนิสานมาเนี่ยได้ทลบนิสานจอบสะซอบกับบดกระบาลกาปีเปกันลองหม้อเป็นนุโปเกก็ถือดำนากัดมุกโตบเนี่ยตาขนมพุมนุกไฮลูกตาก็โชกรุบนึ่งสู้ลูกกินแทะลูกเมียนบรรเทากาปีคลวนเตรึไฮกอดก็แท้ขยมอดเมียนเต้แบบนู้ลูกตาก็เหมือนเอากอดโจเตยกระบอหนึ่งโตบเนี่ยตานูนุเต้ตกไอกอดดาเตยกเว้งได้ซาแต่กอดเมียนบรรเทากาปีคลวนรุ่ยลูกตาก็ยกสบายจึงได้ตกหนึ่งหรือโตบนุยกแต่เอาลูกกินได้ปรับแทะนี่คือจิตสบายจึงระบอเนียงง่ายได้บัดคลวนนุตระบานเกลอคืนสบายจึงมาแข่งนี่เนอไอมอเตอร์นับไปได้กอดกันมือเตยก็สลับแต่คืนแทะสบายจึงนุเมียนจอบหนึ่งกรอบทมจิตไม่ยั้งได้เมียนบรรลาในเลือบาดใบเชิงนู่แต่กอดก็เหมือนตอนในยัยเอาไว้นู่เต้กรอนแต่สู่ลูกตาแท้ลูกตาจะบาเต้แท้เราคืนสบายเชิงนี้ในกระบายดำบอลมอตักนี้ให้กอดก็แท้จะบาน่ะคือกรุบขนี้เราคืนสบายเชิงนี้ในกระบายดำบอลมอตักนี้รุ่ยลูกตาก็เนี่ยตีในเรื่องขโมยตักได้เนี่ยสรกแตงแต่คลายเนเปกันลองมอกนุแท้ตักบังดอทมนี้เตรบานโฮเจนปีจรูในเลือพนุ้งได้เกในยัยต่อขนี้แท้เมียนปปุอะมนุษย์เจียขโมยตักก็แตงตายบรรจอบชีวิตมนุษย์ได้ประดัยกระบาลให้ก็ขมิ้นหนาเฮียนเตยกระบายนุพองได้บรรทอมรพิบก็บรรทอคือเนรีสรอสอาดมาเนี่ยกำปงแต่โจตึกขนมบรรทุบตักในขนมเตียระบอนนี่รวยกระชับพนังมาเรียบจอมดะตักขนมทงดำใบงูดเปิดดะตักรุ่ยเนียงก็หมกอังกุยสมอาดสอระบอนเนียงแต่เปลี่ยนนู้เนียงก็สลับแต่ลือสำเร็จจำไรเจนปีขนมเปียงตั้งก็เชียยิ้มเงียมือแต่ก็ปุ่มเคยเอาไว้โนเต้ก็กระทาประหายจีดาบเจริญล้อมให้ก็บรรทอสมอาดสอเกาะสอระบอนเนียงบรรทอเตี้ยแต่เปลี่ยนนู้ก็สลับแต่เมียนเอาไว้ไม่ยั้งบ้านกุบเบาดูตักหมกขบายเนียงทั่วเนียงเพียบเอาจีคลั่งก็เชียยิ้มจ้องดาแต่เมื่อจะบ้าถ่ายเชียวไว้เอาประกอบแต่เปได้เนียงได้โชว์เตอบันเตยมาดองเตยมือก็สลับแต่ปุ่มเคยมีเอาไว้ในขนมเปียงตักโนโนเต้ก็ดาเตยเรือบอยตักหมกเว้นก็สลับแต่ลือสำเลยหาโดยจิมีเอาไว้ไม่ยั้งกำปงแต่เงือบเจนปีเปียงตักมวยโนรวยก็จับประดามเคยเอาไว้ไม่ยั้งลูกได้เจนหมกปีขนมเปียงตักโนหาโดยจิขโมยตักอันจังหายไปนุจะมอระบอนเนียงก็สลับแต่เมียนหลวหัดโหเจนหมกยังจมไล่หายเปลี่ยนนุก็เคยขโมยตักนุบ้านเจนหมกตบหมอดระบอนเนียงหายรูปเพียบก็บังหายปีขังขนมเตียเว้นก็ลือสำเลยระบอนเนียงสลายเจนปีขนมบรรทุบตักโนรุ่ยเนี่ยเตียระบอนเนียงก็รถเจ้าเต้ตายก็ปุ่มบานเคยเอาไว้นูเต้เคยแต่เนียงกำปงตายอังกุยเพยคล้ายสลายตายมันเนี่ยไอหายไปนุ่มมาได้ระบอเนียงก็โจแต่ลุงเนียงหายเนี่ยบำราสลายมันเนี่ยก็บานโจเตอดูขี้แต่ปกระบอนเนียงหาดูเจี๊ยปุ่มเสือควาลปีประพุนเกานูเต้กรอนแต่เคยแท้มันมีในเรื่องเอาไว้ทมดมก็ได้เจนปีตีนูเต้วันนั้นเราเพียก่อการมองเตียระบอลูกอาจารย์ในขนมภูมินุได้เนี่ยสรกดังทาก็คือจีเนี่ยแต่แต่ทัวปิธีดำใบช่วยแต่ดอนเนี่ยภูมิในที่นี้หนึ่งเปกันลองมองหายเนี่ยสรกคือเปิดเชี่ยกรุ๊ปหนึ่งเจือแต่เลือกอดน่ะเพราะก็แต่เอาระบอกกาปีคล้วนก็โดยจิตถูกตีนดดกาปีเตะในขนมภูมินี่หายไปนุลูกกินคือจีเนี่ยซื้อบังเกตก็ได้ระบอยื้องก็บ้านแต่ดอกเตะกอดพองได้หายก็คืนท่าลูกอาจารย์นุกำปงแต่ทัวปิธีโบลโปงม้อนหายลูกอาจารย์นุก็บอสไรท่าการในแต่งอ้อคือเชี่ยใบสายขโมยตักจีเนี่ยทัวหายโปเกยกตายมนุษย์ได้กู้แต่ยกเตอบัญชอบจีบตายปนเนาะนี่เชี่ยสัญญาระบอโปเกปดอลอ้อยดังปีปิธีโบลโปงม้อนในยมกำปงแต่ทัวนี่แต่ยังนะขยมจองอ้อยบรรเทากาปีคล้วนแต่การโลกมุ่ยขยมดังทะโลกมันเชื่อเรื่องเอาไปจำเนื้อนินุเต้แต่การรุนนึเตยแต่เมียนอากุ้มซ้อมอายุหายขนมกันจอบได้ขยมอ้อยโลกนี้เมียนทองสมนางหนึ่งผูกส้มสิกระไดซอกมวยด้ามลูกอายอดเวียเนื้อเปได้ลูกเนื้อมันในอ้ดำใบกาปีสวัสดิ์เพียปีปปูอามโนให้ลูกกินก็แท้ตัวใบจิกขยมมันเสือเชื่อเรื่องเอาไปจำเนื้อแต่ขยมก็มันประมาทโดยขณีหรือเป็นนุกอดก็โยกรอบลูกกระเจี๊ยดได้มีบรรลาสัตนุได้กอดโยกเชนปีสบายเชิงได้เกโรเคยนุแต่สู่โลกอาจ้าไกลโลกอดดังถ้าเบียมินในดำบอลหน้าประเภทลูกกระเจี๊ยดแบบนี้รุ่ยกอดก็ฉลายทางขยมคลอบเคยลูกกระเจี๊ยดแบบนี้ด้อนเหนือกระบายตักทะเลเหนือเลือพนุ่มบนต้นมรเพก่อการมาเคยลูกกินกับบานได้เชนปีเตียระบโลกอาจ้าโนเวนในตามเพลกอดก็สลับแต่มีอารมณ์แท้มิ้นกีตามดานก
គាត់ហើយនៅពេលដែលមើលច្បាស់ទៅតាមពិតគឺជាមីងច័ន្ទនោះឯងព្រោះគាត់គឺពិតជាចង់ដឹងពីស្ថានភាពស្ថានភាពការស៊ើបអង្កេតក្នុងករណីក្មួយស្រីរបស់គាត់ណានៅពេលដែលបារម្ភខ្លាំងពេកក៏ទ្រាំពុំបានក៏មកតាមពីក្រោយលោកគិនរហូតមកនោះហើយនៅពេលដែលលោកគិនចាប់បានក៏ព្យាយាមនិយាយបកស្រាយរកហេតុផលកុំឲ្យលោកគិនស្ដីឲ្យតែលោកគិនក៏និយាយកាត់ថាមិនចាំបាច់និយាយច្រើនអីទេបើចង់ដើរជាមួយខ្ញុំយល់ព្រមតែនាងត្រូវជូនខ្ញុំទៅកាន់ទឹកជ្រោះនៅលើភ្នំព្រោះខ្ញុំមិនស្គាល់ផ្លូវនោះទេហើយនាងក៏អួតថាខ្ញុំមិនត្រឹមតែស្គាល់ផ្លូវនោះទេស្គាល់ទាំងផ្លូវដើរទៅទីនោះឲ្យឆាប់ដល់ទៀតផងបន្ទាប់មកពួកគេក៏ដើរទៅដល់មាត់ទឹកជ្រោះនោះហើយលោកគិនក៏សង្កេតឃើញថាគឺពិតជាមានរុក្ខជាតិនោះដោះនៅជិតមាត់ជ្រោះនោះពិតប្រាកដមែនរួចគាត់ក៏បន្តរកឃើញមានស្នាមលោហិតនៅលើដីក្បែរនោះគ្រាន់តែឃើញបែបនេះភ្លាមមីងរបស់អាងាក៏ស្រែកយំតែម្ដងតែលោកគិនក៏ថាកុំតន់គិតអីច្រើនយើងមិនអាចសរុបទិន្នន័យថាជាអ្វីឲ្យប្រាកដដោយគ្រាន់តែឃើញស្នាមលោហិតបែបនេះនោះទេរឿងវានៅបន្តទៀតរួចលោកគិនក៏សួរនាងបន្តទៀតថាហេតុអ្វីបានជានាងស្រឡាញ់ក្មួយស្រីម្នាក់នេះខ្លាំងម្ល៉េះរួចមីងច័ន្ទក៏រៀបរាប់រឿងរ៉ាវអតីតកាលឲ្យគាត់បានស្ដាប់កាលពីនាងងាកើតបានប៉ុន្មានខែម្ដាយរបស់នាងក៏បានចាកចេញពីភូមិនេះរត់តាមគូស្នេហ៍ថ្មីរបស់គាត់ហើយឪពុករបស់នាងក៏គិតថាកូនស្រីមួយនេះមិនដឹងថាជាសាច់ឈាមរបស់អ្នកណាឲ្យប្រាកដនោះទេព្រោះតែប្រពន្ធរបស់គាត់ផិតក្បត់បែបនេះហើយក៏ការចិត្តពុំសូវខ្វល់ពីនាងតាំងពីពេលនោះមកបែបនេះមានតែខ្ញុំដែលអាចនៅមើលថែនាងតាំងពីតូចរហូតដល់នាងមានអាយុ9ឆ្នាំតែនាងកំសត់ណាស់ក្មេងៗនៅក្នុងភូមិមិនចង់លេងជាមួយនាងនោះទេព្រោះរើសអើងថានាងគឺជាក្មេងដែលមានម្ដាយរត់តាមប្រុសហើយជីវិតរបស់នាងគឺមានតែខ្ញុំម្នាក់ដែលយកចិត្តទុកដាក់និងស្រឡាញ់នាងហើយពេលមួយខ្ញុំក៏ឲ្យកងដៃមួយទៅនាងហើយនាងគឺពិតជាស្រឡាញ់កងដៃនោះខ្លាំងណាស់ពាក់វាជាប់រហូតហើយក្នុងចិត្តរបស់នាងចាត់ទុកខ្ញុំដូចជាម្ដាយបង្កើតអញ្ចឹងតែថ្ងៃមួយបងថ្លៃប្រុសរបស់ខ្ញុំក៏ចង់ឲ្យខ្ញុំឈប់ពាក់ព័ន្ធជាមួយនឹងក្មួយស្រីម្នាក់នេះហើយចង់ឲ្យខ្ញុំចាកចេញពីទីនេះទៅព្រោះគាត់គ្មានហេតុផលឲ្យខ្ញុំរស់នៅទីនេះបន្តទៀតនោះទេព្រោះតែបងស្រីរបស់ខ្ញុំរត់ចោលគាត់ទៅហើយឪពុករបស់ខ្ញុំក៏ចង់ឲ្យខ្ញុំរៀបការមានប្តីមិនចង់ឲ្យខ្ញុំនៅទីនេះជាមួយនឹងបងថ្លៃនិងចិញ្ចឹមក្មួយដូចជាកូនបង្កើតនោះទេហើយចុងក្រោយមីងច័ន្ទក៏សម្រេចចិត្តចាកចោលនាងងាទៅដោយមិនបានប្រាប់មួយម៉ាត់នោះទេហើយពីមួយថ្ងៃទៅមួយថ្ងៃនាងក៏នៅតែអង្គុយរងចាំមីងច័ន្ទត្រឡប់មកវិញជារៀងរាល់ថ្ងៃរហូតដល់នាងធំនាងក៏ប្រកបរបរជាអ្នកផលិតក្រណាត់ពណ៌លក់ដើម្បីចិញ្ចឹមឪពុករបស់នាងដែលពុំធ្លាប់ចាត់ទុកនាងជាកូនសោះឡើយបន្ទាប់មកខ្ញុំក៏បាត់បង់គ្រួសារដែលឪពុកខ្ញុំបង្ខំឲ្យរៀបការជាមួយនោះហើយក៏គ្មានគោលដៅបន្តទៀតក៏ត្រឡប់មករកនាងងាវិញដំបូងនាងធ្វើរកពីដូចជាខឹងនឹងខ្ញុំមិនចង់ជួបមុខខ្ញុំនោះទេតែតាមពិតនាងក៏នៅតែទន្ទឹងរង់ចាំខ្ញុំត្រឡប់មកវិញព្រោះកងដៃដែលខ្ញុំបានឲ្យនាងពាក់កាលពីនៅទូចនោះនាងក៏នៅតែបន្តពាក់វាជាប់មករហូតបន្ទាប់ពីនិយាយចប់លោកគិនក៏ថាខ្ញុំគិតថាពួកយើងគួរតែទៅកន្លែងសម្រាកសិនហើយព្រោះតាំងពីព្រឹកដល់ថ្ងៃខ្ញុំធ្វើដំណើររហូតមិនទាន់បានសម្រាកនោះទេបន្ទាប់មករូបភាពក៏កាត់មកពេលយប់ក៏ឃើញលោកគិនកំពុងតែដើរទៅបន្ទប់របស់គាត់ហើយក៏បានឃើញអ្នកភូមិនៅក្បែរនោះនិយមអុជធូបដែលលោកអាចារ្យនៅក្នុងភូមិនោះឲ្យពួកគេទុកអុជការពារផ្ទះបន្ទាប់មកគាត់ក៏ចូលទៅដល់ក្នុងបន្ទប់កំពុងតែយកអំបែងចានដែលចៅបានចូលទៅលួចធ្វើឲ្យជ្រុះធ្លាក់នោះទៅយកមកផ្គុំចូលគ្នាឡើងវិញសាកមើលតែពេលកំពុងផ្គុំនោះគាត់ក៏ស្រាប់តែកើតអាការៈហូរលោហិតចេញពីច្រមុះយ៉ាងចម្លែកហើយគាត់ក៏កំពុងកាន់ស្បែកជើងម្ខាងដែលគេដឹងថាជារបស់នាងងាហើយភ្លាមនោះគាត់ក៏ស្រាប់តែនិមិត្តរូបស្រមៃចេញជារូបភាពមួយដែលគាត់កំពុងតែដើរនៅក្នុងព្រៃហើយក៏ឃើញនាងងាកំពុងដើរនៅក្នុងព្រៃនោះដូចគ្នាតែភ្លាមនោះនាងក៏ដើរទៅក្បែរមាត់ទឹកក្បែរតំបន់ទឹកជ្រោះក៏ស្រាប់តែឃើញមានដៃខ្មោចទឹកមួយគូបានលូកចេញមកចាប់អូសជើងរបស់នាងចូលទៅក្នុងទឹកបាត់ទៅនៅពេលដែលគាត់រត់តាមទៅជួយនាងក៏ចាប់បានសក់របស់នាងទាញលើកចេញពីក្នុងទឹកមកក៏ឃើញថាមកតែក្បាលនោះទេធ្វើឲ្យគាត់ក៏បន្តឃើញក្បាលរបស់នាងកំពុងតែនៅខាងក្រៅក្នុងបន្ទប់នោះរមៀលពេញនឹងតែម្ដងភ្លាមនោះគាត់ក៏ស្រាប់តែដឹងខ្លួនត្រឡប់មកវិញតាមពិតមុននេះគាត់គ្រាន់តែសន្លប់ហើយក៏ស្រមៃឃើញរូបភាពទាំងអស់នោះតែប៉ុណ្ណោះបន្ទាប់មកព្រឹកស្អែកក៏ឃើញលោកគិននិងមីងច័ន្ទកំពុងតែទៅផ្សារសាកសួរអ្នកដែលបានឃើញក្មួយស្រីរបស់គាត់ចុងក្រោយបង្អស់ហើយក៏មានអ្នកលក់ដូរម្នាក់បានប្រាប់ថាគាត់បានឃើញនាងងាប្រញាប់បតោខ្លាំងណាស់នៅពេលនោះរួចក៏ដើរទៅខាងជើងហើយពេលដែលខ្ញុំសួរក៏ពុំឆ្លើយនោះទេដូចជាកំ
ពងតែប្រញាប់ទៅកន្លែងមួយបន្ទាប់មកព្រឹកស្អែកក៏ឃើញមាននារីម្នាក់បានមកតូបរបស់នាងមើលទៅហាក់ដូចជាមានការឆ្លោះប្រកែកគ្នាបន្តិចទើបនារីស្រស់ស្អាតម្នាក់នោះដើរចេញទៅហើយលោកគិនក៏ថាចុះអ្នកមីងសម្គាល់ថាម្នាក់នោះគឺជានរណាឬក៏អត់ហើយគាត់ក៏ប្រាប់ថានាងគឺជាអាទូកូនស្រីរបស់លោកមេភូមិរួចក៏មិនចាំយូរលោកគិនក៏ប្រញាប់ទៅផ្ទះរបស់លោកមេភូមិតែម្ដងនៅពេលទៅដល់គាត់ក៏បានណែនាំខ្លួននឹងទូនាទីរបស់គាត់ទៅកាន់លោកមេភូមិហើយលោកមេភូមិក៏សួរថាតើលោកមកទីនេះដើម្បីអីដែរហើយគាត់ក៏ប្រាប់ថាគាត់មកទីនេះដើម្បីចង់ដឹងរឿងខ្លះតាក់ទងនឹងការបាត់ខ្លួនរបស់អាងាប៉ុន្មានថ្ងៃនេះគ្រាន់តែឮពាក្យនេះភ្លាមលោកមេភូមិក៏ស្រាប់តែបាត់សម្ដីមួយផ្លែតហើយក៏និយាយមកវិញដោយទឹកមុខញញឹមថាឲ្យតែខ្ញុំអាចជួយបានខ្ញុំនឹងជួយលោកឲ្យពេញទីតែម្ដងមិនអីនោះទេហើយគាត់ក៏ប្រាប់លោកមេភូមិថាគាត់បានសាកសួរប្រជាពលរដ្ឋនៅក្បែរនោះក៏បានថាកាលពីថ្ងៃបាត់ខ្លួនរបស់អាងាកូនរបស់លោកមេភូមិបានទៅហាងរបស់នាងនិយាយរឿងមួយចំនួនហើយក៏មានការឆ្លោះប្រកែកគ្នានៅទីនោះផងដែរទើបខ្ញុំសម្រេចចិត្តថាចង់មកសាកសួរនាងបន្តិចដើម្បីដឹងព័ត៌មានបន្ថែមបន្ទាប់មកលោកមេភូមិក៏អនុញ្ញាតឲ្យគាត់ចូលទៅសាកសួរកូនស្រីរបស់គាត់តាមអ្វីដែលគាត់ស្នើសុំហើយលោកគិនក៏សួរទៅកូនស្រីរបស់លោកមេភូមិថាតើនាងកាលពីថ្ងៃនោះទៅហាងរបស់អាងាធ្វើអីហើយនាងក៏គ្រាន់តែប្រាប់ថាទៅទីនោះគ្រាន់តែចង់ទិញដូរក្រណាត់ឲ្យត្រូវចិត្តរបស់នាងតែប៉ុណ្ណោះព្រោះការពីទិញលើកមុនវាខុសពណ៌ដែលនាងចូលចិត្តហើយលោកគិនក៏បន្តសួរថាចុះពេលនោះអាងាមិនព្រមដូរឲ្យឬទើបមានការឆ្លោះប្រកែកគ្នាបន្តិចហើយពេលនោះនាងក៏ថាពេលនោះអាងានាងខឹងដោយសារតែខ្ញុំនិយាយថានាងនឹងមិនបានលុយពីថេនោះទេបើសិនជាខ្ញុំថាមិនឲ្យលោកគិនក៏សួរបន្តថាលោកថេគឺជានរណាហើយនាងក៏ថាគឺជាគូដណ្ដឹងរបស់ខ្ញុំបន្តវត្តភាពក៏កាត់មកឃើញលោកគិនក៏ទៅផ្ទះរបស់ថេតែម្ដងតែមិនបានជួបគេនោះទេជួបតែឪពុករបស់គេហើយឪពុករបស់គេក៏ថាគាត់មិនសូវដឹងពីកូនប្រុសនោះទេព្រោះមួយរយៈធំនេះគេមិនសូវនៅផ្ទះរវល់តែធ្វើការងាររបស់គេពេលនោះលោកគិនក៏ថាគេធ្វើផលិតផលវត្ថុសេរ៉ាមិចមែនទេតែលោកឪពុករបស់គេក៏ថាមិនជាអាជីពអ្វីនោះទេគេគ្រាន់តែធ្វើតាមការចូលចិត្តរបស់គេតែប៉ុណ្ណោះហើយលោកគិនក៏ស្នើសុំមើលស្នាដៃរបស់គេបន្តិចតើមាននៅក្នុងផ្ទះនេះដែរឬទេពេលនោះឪពុករបស់ថេក៏ដើរទៅយកហើយឆ្លៀតឱកាសនោះមីងច័ន្ទក៏សួរថាម្ដេចក៏លោកដឹងថាថេគឺជាអ្នកចេះធ្វើសេរ៉ាមិចហើយគាត់ក៏បង្ហាញអំបែងចានដែលចោលចូលទៅបន្ទប់របស់អាងាហើយក៏ធ្វើឲ្យបែកនោះឃើញថាអំបែងនោះមានសរសេរឈ្មោះរបស់អ្នកផលិតដែលដាក់ថាថេទើបគាត់ស្មានដឹងបែបនេះថាវាជារបស់ដែលគេផលិតហើយគាត់ក៏បញ្យល់មីងច័ន្ទបន្តថាបើឪពុករបស់គេថាការផលិតរបស់គេមិនមែនជាអាជីពសម្រាប់លក់នៅលើទីផ្សារបានន័យថាក្មួយស្រីរបស់នាងគឺជាមនុស្សសំខាន់របស់គេទើបអាចមានរបស់ប្រើប្រាស់ជារបស់ម្នាក់ដែលឈ្មោះថេនេះបានបន្ទាប់ពីបានសួរឪពុករបស់ថេពីព័ត៌មានមួយចំនួនហើយពួកគេក៏ចេញពីទីនោះសាកទៅរកកន្លែងរបស់ថេធ្វើសេរ៉ាមិចមួយនោះពេលដែលទៅដល់លោកគិនក៏ឲ្យមីងច័ន្ទរងចាំនៅខាងក្រៅទៅគាត់ចូលតែម្នាក់ឯងព្រោះយើងលួចចូលកន្លែងគេបើគេមកទាន់មិនល្អនោះទេឲ្យមីងច័ន្ទចាំមើលផ្លូវពេលដែលលោកគិនរុញទ្វារចូលទៅទីនោះក៏ស្រាប់តែមានសភាពស្ងាត់ជ្រងំនិងមានសុទ្ធតែរបស់របរធ្វើពីសេរ៉ាមិចមានចានមានថូនិងរបស់ប្រើប្រាស់ជាច្រើនទៀតតែភ្លាមនោះទ្វារដែលគាត់រុញចូលមកខាងក្នុងនោះក៏ស្រាប់តែកំរើកនឹងបិទដោយខ្លួនឯងទៅវិញហើយពេលដែលគាត់ដើរចូលទៅខាងក្នុងបន្តទៀតក៏ស្រាប់តែបានមើលឃើញអាងាកំពុងតែឈរនៅខាងមុខនោះក្នុងសភាពហាក់ដូចជាវិញ្ញាណខ្មោចអញ្ចឹងកំពុងសម្លឹងមកកាន់គាត់ភ្លាមនោះបងអួចក៏ស្រាប់តែរបើកដោយខ្លួនឯងបន្តទៀតហើយក៏ចាំងពន្លឺចូលទៅខាងក្នុងធ្វើឲ្យគាត់មើលឃើញមុខនាងកាន់តែច្បាស់ហើយគាត់ក៏ព្យាយាមដើរចូលទៅសួរនាងថាអាងាមែនទេហើយក៏ឃើញមុខរបស់នាងមានសភាពជាំមានរបួសតែភ្លាមនោះក៏ស្រាប់តែឮសំឡេងចម្លែកចេញពីខាងក្រោយខ្នងរបស់នាងដែលកំពុងតែឈរនោះក៏លេចចេញរូបរាងអ្វីម្យ៉ាងដែលមានមាឌធំសក់វែងមានស្បែកបែបទទឹករូបរាងដូចជាខ្មោចទឹកអញ្ចឹងកំពុងតែបង្ហាញខ្លួនចេញមកហើយលោកគិនក៏ព្យាយាមកាន់ដាវបំរុងនឹងយកការពារខ្លួនហើយក៏ឃើញខ្មោចទឹកនោះកំពុងតែដាក់ដៃទៅលើអាងាភ្លាមនោះបង្អួចដែលបើកពន្លឺចូលមកខាងក្នុងនោះក៏ត្រូវបិទដោយខ្លួនឯងវិញគ្រាន់តែគាត់ងាកទៅមើលបង្អួចនោះបន្តិចហើយក៏ងាកត្រឡប់មកវិញក៏ស្រាប់តែបាត់អ្វីដែលគាត់បានមើលឃើញទាំងអស់នោះចេញពីទីនោះភ្លាមនោះតែម្ដងហើយពេលនោះគាត់ក៏ព្យាយាមតាំងអារម្មណ៍ដើរឆែកមើលខាងក្នុងនោះបន្តទៀតក៏ស្រាប់តែបន្តឃើញកន្ទេលមួយបានរុំចូលគ្នាហាក់ដូចជារុំសាកសពទុកនៅទីនេះអញ្ចឹងធ្វើឲ្យគាត់សង្ស័យថាអាចជាសាកសពរបស់អាងាក៏ដើរចង់ចូលទៅបើកមើលតែពេលនោះក៏ស្រាប់តែឮសំឡេងមីងច័ន្ទស្រែកចេញពីខាងក្រៅឬគាត់ក៏បញ្ញាប់រត់ចេញទៅមើលសិនក៏ឃើញថាគឺជាបរិសម្នាក់នៅទីនោះហើយមីងច័ន្ទក៏ថាកុំធ្វើអីគេឲ្យសោះគេនេះហើយគឺជាថេនោះរួចគាត់ក៏សួរថេថាឯងទុកនាងនៅឯណាថាប្រាប់មកហើយគេក៏ឆ្លើយថាគេមិនដឹងនោះទេគេក៏នឹកនាងខ្លាំងដូចគ្នាចង់ជួបមុខនាងណាមិនដឹងថាពេលនេះនាងនៅឯណានោះទេរួចលោកគិនក៏ឲ្យគេនាំទៅមើលកន្ទេលរុំចូល
គ្នានោះព្រោះគាត់សង្ស័យនៅឯណាថាប្រាប់មកហើយគេក៏ឆ្លើយថាគេមិនដឹងនោះទេគេក៏នឹកនាងខ្លាំងដូចគ្នាចង់ជួបមុខនាងណាមិនដឹងថាពេលនេះនាងនៅឯណានោះទេរួចលោកគិនក៏ឲ្យគេនាំទៅមើលកន្ទេលរុំចូលគ្នានោះព្រោះគាត់សង្ស័យថាគឺជាសាកសមហើយគេក៏នាំពួកគាត់ទៅមើលនិងបានលាកន្ទេលនោះទៅតាមពិតវាគ្រាន់តែជាខ្នើយក៏ដូចជាភួយដែលគេរុំទុកដើម្បីសម្រាកនៅទីនេះតែប៉ុណ្ណោះព្រោះគេពុំសូវទៅផ្ទះនោះទេពេលនោះលោកគិនក៏សួរថេថាតើលោកបកស្រាយយ៉ាងម៉េចចំពោះចានដែលផលិតដោយស្នាដៃលោកនៅក្នុងបន្ទប់របស់អាងាហើយពេលនោះគេក៏បកស្រាយឲ្យច្បាស់កុំឲ្យលោកគិនសង្ស័យគេបន្តទៀតពេលនោះគេក៏រំលឹកទៅដល់រឿងអតីតកាលដែលគេជួបគ្នាដំបូងជាមួយនឹងអាងាពេលនោះថេកំពុងតែដើរទៅកន្លែងផលិតវត្ថុសេរ៉ាមិចរបស់គេក៏ស្រាប់តែឃើញអាងាកំពុងតែអង្គុយនៅក្បែរថ្មតែម្នាក់ឯងយ៉ាងសោកសៅតាំងពីថ្ងៃឃើញនាងនោះមកក៏ចងចាំនាងនៅក្នុងខួរក្បាលរបស់គេរហូតហើយថ្ងៃមួយគេក៏យកកំទេចសេរ៉ាមិចដែលគេផលិតយកទៅផ្គុំចូលគ្នាបិទនៅលើផ្ទាំងថ្មដែលនាងធ្លាប់អង្គុយនោះហើយពេលមួយក៏ឃើញនាងដើរមកទីនោះម្ដងទៀតតនពេលដែលគេកំពុងតែបិទថ្មសេរ៉ាមិចនៅលើថ្មនោះហើយនាងក៏ចាប់អារម្មណ៍ឃើញថារូបដែលថេកំពុងតែបិទនោះគឺកំពុងតែផ្គុំឲ្យចេញជារូបរាងរបស់នាងហើយនៅពេលដែលគ្រាន់តែនាងឃើញបែបនេះភ្លាមស្នាមញញឹមរបស់នាងក៏ចាប់ផ្ដើមកើតឡើងធ្វើឲ្យនាងសប្បាយចិត្តខ្លាំងណាស់ដែលមានមនុស្សខ្វល់ពីនាងបែបនេះហើយតាំងពីពេលនោះមកពួកគេទាំងពីរក៏រាប់អានគ្នានិងចាប់ផ្ដើមស្និទ្ធស្នាលជាមួយគ្នាបន្តិចម្ដងរហូតដល់កើតអារម្មណ៍คล้ายទៅជាស្នេហាដ៏ជ្រាលជ្រៅតែថ្ងៃមួយថេក៏បានប្រាប់រឿងមួយទៅអាងាថាគេមានគូដណ្ដឹងទៅហើយដោយឪពុកម្ដាយទាំងសងខាងបានភ្ជាប់ពាក្យពួកគេតាំងពីនៅក្នុងពោះមកម្លេះហើយគេក៏មិនចង់ដូចគ្នាតែដោយសារតែមិនអាចប្រកែកជាមួយនឹងឪពុករបស់គេបាននោះទេហើយនៅពេលដែលនាងគ្រាន់តែឮពាក្យបែបនេះភ្លាមអាងាក៏ចាប់ផ្ដើមសោកសៅនិងនិយាយពាក្យថាមិនអីទេគ្រាន់តែនាងពិតជាអស់សង្ឃឹមនៅក្នុងជីវិតណាព្រោះមនុស្សគ្រប់គ្នាដែលនាងស្រឡាញ់គឺតែងតែចាកចោលនាងបែបនេះរហូតហើយតែថេក៏ថាមនុស្សដែលគេស្រឡាញ់មានតែនាងតែម្នាក់ប៉ុណ្ណោះគេនឹងព្យាយាមរកច្រកចេញដើម្បីឲ្យបានរស់នៅជាមួយនឹងនាងជារៀងរហូតហើយថ្ងៃមួយពេលដែលឪពុករបស់គេទៅនិយាយអំពីថ្ងៃរៀបការនៅពេលខាងមុខជាមួយនឹងកូនរបស់លោកមេភូមិដែលពួកគេភ្ជាប់ពាក្យជាមួយនឹងគ្នាតាំងពីតូចនោះហើយមើលទៅកូនស្រីរបស់លោកមេភូមិក៏ពិតជាពេញចិត្តចំពោះថេខ្លាំងដូចគ្នាតែថេក៏ឆ្លៀតឱកាសពេលនោះមិនបដិសេធជាមួយមង្គលការនោះទេតែក៏សំណូមពរថាគេនឹងមានប្រពន្ធចុងម្នាក់ទៀតហើយក៏លើកឈ្មោះរបស់អាងាប្រាប់ទៅកាន់អ្នកទាំងអស់គ្នាដោយដាក់លក្ខខណ្ឌបែបនេះទើបគេព្រមរៀបការហើយនៅពេលនោះគ្រាន់តែពួកគេឮឈ្មោះរបស់នាងគ្រួសារខាងលោកមេភូមិក៏បដិសេធដាច់ខាតបើគិតតាមប្រពៃណីមនុស្សប្រុសមានប្រពន្ធចុងនៅក្នុងប្រពៃណីរបស់ពួកគេនៅក្នុងតំបន់នេះគឺមិនមានបញ្ហាអ្វីនោះទេតែអ្វីដែលជាបញ្ហាគឺនាងម្នាក់នោះគ្រាន់តែជាកូនកំព្រាឪពុកម្ដាយបែកបាក់គ្នារត់តាមប្រុសតែប៉ុណ្ណោះនាងមិនស័ក្តិសមនោះទេទើបធ្វើឲ្យការចរចាគ្នានៅពេលនោះមិនចោះសម្រងគ្នាបន្ទាប់មកលោកគិនក៏ទៅសួរគ្រួសារខាងលោកមេភូមិឲ្យច្បាស់ចំពោះព័ត៌មានដែលគេបានពីថេនោះតែគ្រួសារខាងលោកមេភូមិក៏និយាយថាគ្មានរឿងបែបនេះនោះទេហើយគ្រួសារខាងខ្ញុំក៏មិនបង្ខំអ្វីនោះទេគឺថេព្រមបោះបង់អាងាដើម្បីរៀបការជាមួយនឹងកូនស្រីរបស់ខ្ញុំដោយខ្លួនឯងព្រោះគេស្រឡាញ់កូនស្រីរបស់ខ្ញុំខ្លាំងណាស់តែពេលនោះលោកគិនក៏និយាយខ្លាំងៗថាតាមស្ដាប់មើលទៅវិវាទរបស់កូនស្រីលោកមេភូមិនិងអាងាមិនត្រឹមតែទំនាស់រឿងទិញក្រណាត់នោះទេពេលនោះកូនលោកមេភូមិក៏និយាយថាខ្ញុំប្រាប់លោកតាមត្រង់ចោះតាមពិតអាងាបង្ខំថេឲ្យយកនាងធ្វើជាប្រពន្ធចង់ដោយសារតែនាងពពោះហើយក៏រកល្បិចចង់ឲ្យថេទទួលខុសត្រូវកូននៅក្នុងពោះរបស់នាងរួចលោកគិនក៏ទៅសួរខាងលោកថេអំពីរឿងដែលចោទនោះបន្តទៀតហើយលោកថេក៏ថាវាកាន់តែខុសពីការពិតកាន់តែខ្លាំងហើយអ្វីដែលនាងនិយាយទាំងអស់វាគ្មានការពិតនោះទេខ្ញុំនិងអាងាស្រឡាញ់គ្នាដោយចិត្តនឹងចិត្តមិនដែលធ្វើរឿងផ្ដេសផ្ដាសនោះទេហើយនាងក៏មិនដែលមានផ្ទៃពោះផងដែរបន្ទាប់មករភាពក៏កាត់មកលោកគិននិងមីងច័ន្ទកំពុងមកអង្គុយពិចារណាព័ត៌មានដែលសងខាងប្រាប់មកដើម្បីគិតថាតើមួយណាកុហកមួយណានិយាយការពិតហើយពេលនោះគាត់ក៏និមិត្តរូបក្នុងការមើលឃើញរបស់គាត់ឈរពិចារណាហេតុផលទាំងអស់ថាបើសិនជាអាងាមានផ្ទៃពោះពិតមែនដំណឹងនេះមិនអាចគិតផុតពីមហាជននៅក្នុងតំបន់នេះនោះទេព្រោះនាងបើកហាងជាអ្នកលក់ក្រណាត់នៅឯផ្សារមិនអាចលាក់បាំងគេបាននោះទេតែជាក់ស្ដែងគ្មានអ្នកណាបញ្ជាក់ថានាងមានផ្ទៃពោះនោះទេតែចំណែកខាងលោកមេភូមិដំបូងនិយាយបញ្ហា
ត្រឹមតែជាការទិញខុសពណ៌ហើយឆ្លោះប្រកែកគ្នាតែប៉ុណ្ណោះរួចក៏បន្តហេតុផលកាន់តែស៊ីជម្រៅថាមកពីបែបនេះមកពីបែបនេះបន្តប្រឌិតរឿងរហូតបើសរុបទៅអ្នកដែលមានបញ្ហាឲ្យប្រកាសគឺជាកូនស្រីរបស់មុខមេភូមិនិងគ្រួសាររបស់គេទាំងមូលតែម្ដងចំណុចគួរពិចារណាមួយទៀតមីងច័ន្ទធ្លាប់ប្រាប់លោកគិនថាចៅដែលចូលបន្ទប់របស់អាងាត្រូវបាននាងធ្វើឲ្យរបួសដៃបែបនេះយើងត្រូវតែរកល្បិចដើម្បីបញ្ជាក់ជាមួយនឹងមនុស្សនៅក្នុងភូមិនេះថានរណាគឺជាអ្នកចូលទៅក្នុងបន្ទប់របស់អាងានៅយប់នោះពេលនោះមីងច័ន្ទក៏ប្រើល្បិចបង្កើតកម្មវិធីគប់ផ្លែព្រួញមួយដើម្បីចាំតាមដានមើលអ្នកចូលមកលេងនៅក្នុងភូមិនោះតើមាននរណាមានបញ្ហាដៃខ្លះហើយក៏មានអ្នកចូលលេងជាបន្តគឺសុទ្ធតែមានដៃធម្មតានោះទេតែចុងក្រោយពួកគេក៏ស្រាប់តែប្រទះឃើញបរិមម្នាក់មានស្នាមរបួសដៃនៅលើប្រអប់ដៃហើយកាន់ផ្លែព្រួញរាងញ័រហើយមីងច័ន្ទក៏ប្រាប់លោកគិនថាបុគ្គលម្នាក់នោះឈ្មោះថាដុងធ្លាប់ធ្វើការនៅផ្ទះលោកមេភូមិតែដោយសារតែចរិតជាចៅរបស់គេធ្លាប់លួចរបស់លោកមេភូមិហើយលោកមេភូមិក៏ឲ្យកងការពារវាយគេនិងចាប់ចងដង្ហែតាមផ្សារធ្វើឲ្យខ្មាស់គេពេញភូមិនិងដឹងពីនឹងសន្តានជាចៅរបស់គេពេញភូមិតែម្ដងរួចពួកគេក៏កំណត់មុខសញ្ញាទៅលើបរិសម្នាក់នោះហើយក៏តាមដានគេរហូតទៅដល់ផ្ទះរបស់គាត់បរិសនោះក៏ដឹងខ្លួនក៏ព្យាយាមរត់គេចតែដោយសារតែលោកគិនពូកែខាងក្បាច់គុណក៏រត់តាមចាប់គេបានដោយងាយស្រួលរួចក៏សួរចម្លើយគេតែពេលនោះបរិសនោះក៏និយាយថាអ្វីដែលគេចូលទៅលួចនៅក្នុងយប់នោះគ្រាន់តែចង់ចំអែតក្រពះតែប៉ុណ្ណោះពុំមានបំណងអ្វីក្រៅពីនេះនោះទេដោយសារតែបន្ទាប់ពីលោកមេភូមិចាប់គេបាននៅពេលដែលគេលួចនោះក៏យកគេដង្ពេលដែលគេលួចនោះក៏យកគេដង្ហែតាមផ្សារធ្វើឲ្យអ្នកភូមិស្អប់ខ្ពើមនិងធ្វើឲ្យគេពិបាករកការងារធ្វើចិញ្ចឹមជីវិតខ្លាំងណាស់គ្មាននរណាទទួលគេនោះទេហើយនៅពេលនោះក៏ធ្វើឲ្យអ្នកទាំងពីរអាណិតគាត់ហើយក៏ជឿថាបរិសម្នាក់នោះគ្មានពិរុទ្ធអ្វីនោះទេក៏ដោះលែងគេវិញទៅពួកយើងចាប់មនុស្សខុសហើយតែចៅប្រុសនោះក៏បានឲ្យតម្រុយមួយដែលគេដឹងទៅកាន់លោកគិនថាលោកស្រីប្រពន្ធលោកមេភូមិធ្លាប់បានយកប្រាក់ទៅឲ្យឪពុករបស់អាងាដើម្បីដាក់សម្ពាធលើកូនស្រីខ្លួនឯងកុំឲ្យពាក់ព័ន្ធជាមួយនឹងថេបន្តទៀតដោយសារតែចិត្តមិនស្រឡាញ់កូនស្រីនិងគិតថាពុំមែនជាកូនបង្កើតរបស់ខ្លួនឯងទៀតនោះក៏សម្រេចចិត្តទទួលប្រាក់នោះនិងដាក់សម្ពាធលើកូនស្រីរបស់ខ្លួនឯងបន្ទាប់ពីដឹងតម្រុយមួយនោះលោកគិនក៏ស្រាប់តែនឹកឃើញវិធីដើម្បីដោះស្រាយក៏ទៅសង្កត់សួរកូនស្រីរបស់លោកមេភូមិឲ្យចំតែម្ដងថាតាមពិតនាងក៏ហក់នោះទេពេលដែលនាងទៅហាងរបស់អាងាឆ្លោះគ្នាលើកមុននោះពុំមែនទៅទិញក្រណាត់នោះទេគឺទៅគំរាមអាណាកុំឲ្យតាក់ទងជាមួយនឹងថេបន្តទៀតពេលនោះនាងក៏ស្រាប់តែតាក់ទើនៅក្នុងការបកស្រាយហើយលោកគិនក៏បន្តថានៅថ្ងៃដែលអាងាទៅទិសខាងត្បូងគឺជាទិសទៅតំបន់ទឹកជ្រោះហើយពួកនាងក៏បានជួបគ្នានិយាយគ្នាម្ដងទៀតហើយក៏តសម្ដីគ្នាមិនស្របគ្នារួចនាងក៏បញ្ចប់ជីវិតរបស់អាងានៅទីនោះភ្លាមនោះនាងក៏តល់សម្ដីបាត់បង់ម្ចាស់ការហាក់ដូចជាកំពុងតែមើលឃើញអ្វីចម្លែកយ៉ាងគួរឲ្យខ្លាចនៅនឹងភ្នែករបស់នាងរួចក៏ផ្លាត់មាត់សារភាពរឿងរ៉ាវទាំងអស់ថាកាលពីពេលនោះពួកគេទាំងពីរកំពុងតែនិយាយចរចាគ្នាហើយកូនលោកមេភូមិក៏ប្រាប់ឲ្យអាណាចេញពីជីវិតគូដណ្ដឹងរបស់នាងតែអាណាក៏ថានាងមិនទាមទារអ្វីច្រើននោះទេនាងគ្រាន់តែចង់រស់នៅជាមួយនឹងថេទោះជាឋានៈរបស់នាងជាប្រពន្ធចុងក៏ដោយជាអ្វីក៏ដោយក៏នាងសុខចិត្តដែរតែកូនលោកមេភូមិនាងមិនព្រមនោះទេព្រោះឋានៈរបស់នាងនៅទាបខ្លាំងណាស់កុំចង់មកស្មើឲ្យសោះហើយពេលនោះអាងានាងមិនព្រមផ្ដាច់ទំនាក់ទំនងជាមួយនឹងថេរួចក៏ដើរចេញទៅធ្វើឲ្យកូនលោកមេភូមិខឹងនឹងនាងខ្លាំងណាស់ក៏កាន់ដុំថ្មមួយចូលទៅវាយប្រហារនាងរហូតដល់ជ្រុលដៃធ្វើឲ្យអាងារបួសដួលបាត់បង់ស្មារតីនៅទីនោះទៅហើយនាងក៏ថានាងពេលនោះពុំមានចេតនាចង់បញ្ចប់ជីវិតរបស់អាងានោះទេពេលនោះលោកគិនក៏បញ្ជាកងកម្លាំងរបស់គាត់ដែលត្រៀមចាំនៅខាងក្រៅបុកចូលមកចាប់កូនស្រីរបស់លោកមេភូមិទៅដាក់គុកភ្លាមតែម្ដងមិនរងចាំយូរនោះទេបន្ទាប់មកពួកគេក៏ដើរតាមផ្លូវពិភាក្សាគ្នារកវិធីដើម្បីរករាងកាយរបស់អាងាឲ្យឃើញដើម្បីបញ្ជាក់ថាពេលនោះនាងពិតជាមិនបាត់បង់ជីវិតមែនឬក៏យ៉ាងណាហើយនៅពេលយប់ឡើងមីងច័ន្ទក៏បានធ្វើស៊ុបពៅកម្លាំងទៅឲ្យលោកគិនដើម្បីជាការអរគុណក្នុងការធ្វើរឿងក្តីនេះមកដល់ចំណុចមួយនេះរួចគាត់ក៏យកស៊ុបពៅនោះទៅញ៉ាំនៅក្នុងបន្ទប់របស់គាត់តែបានបន្តិចគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីចម្លែកនៅជុំវិញបន្ទប់របស់គាត់ភ្លាមនោះចានទឹកលុបមុខរបស់គាត់នៅក្នុងបន្ទប់នោះក៏ស្រាប់តែស្រ
ស្រក់ទឹកចេញមកយ៉ាងចម្លែកភ្លាមនោះគាត់ក៏ព្យាយាមកាន់ចង្កៀងដើរទៅមើលឲ្យច្បាស់ក៏ស្រាប់តែឃើញរាងកាយរបស់អាណាកំពុងតែគេងនៅលើទឹកស្រក់នោះយ៉ាងចម្លែកហើយកំពុងតែងាកមករកគាត់យ៉ាងគួរឲ្យខ្លាចភ្លាមនោះក៏ស្រាប់តែមានអ្វីមួយយ៉ាងបានអូសរាងកាយរបស់នាងយកទៅហើយក៏បន្តឃើញរាងកាយរបស់នាងបែរទៅជាលែងមានក្បាលទៅហើយរួចក៏មើលទៅខាងមុខក៏ឃើញខ្មោចទឹកមួយកំពុងតែកាន់ក្បាលមួយនោះបរិភោគយ៉ាងគួរឲ្យខ្លាចខ្លាំងណាស់ហើយខ្មោចទឹកនោះក៏ព្យាយាមហក់មកទាញគាត់វាយប្រហារហើយគាត់ក៏ព្យាយាមរើបំរាស់តែភ្លាមនោះកូនចៅរបស់គាត់ក៏ចូលមកដល់ក៏ឃើញគាត់កំពុងតែរើបំរាស់តែម្នាក់ឯងហើយក៏ព្យាយាមដាស់គាត់ឲ្យដឹងស្មារតីមកវិញបន្ទាប់មកកូនចៅរបស់គាត់ក៏សួរថាគាត់បានឃើញអ្វីមុននេះហើយគាត់ក៏ថាគាត់បានឃើញខ្មោចហើយគេក៏សួរថាចុះខ្មោចនោះមុខយ៉ាងម៉េចហើយគាត់ក៏ឆ្លើយថាមិនដឹងរៀបរាប់បែបណាទេដឹងតែថាខ្មោចនោះមុខស្អាតជាងឯងបន្ទាប់ពីបានឃើញខ្មោចទឹកនោះជាច្រើនលើកជាច្រើនសារគាត់ក៏ទៅផ្ទះរបស់លោកអាចារ្យដែលគាត់ជួបលើកមុននោះប្រាប់រឿងនោះទៅគាត់ហើយលោកអាចារ្យក៏និយាយថាខ្ញុំមិនចង់ឲ្យលោកជួបគ្រោះថ្នាក់នោះទេលោកគួរតែចាកចេញពីភូមិនេះឲ្យបានលឿនបំផុតហើយលោកគិនគ្រាន់តែស្ដាប់លោកអាចារ្យនិយាយក៏មិនប្រកែកឬក៏តបឆ្លើយអ្វីនោះទេតែប្រហែលក្នុងចិត្តរបស់គាត់មិនអាចចាកចេញពីទីនេះបាននោះទេព្រោះភារកិច្ចរបស់គាត់នៅមិនទាន់ចប់នោះទេទោះក្នុងលក្ខណៈក៏ដោយក៏គាត់នៅតែបន្តនៅទីនេះបន្ទាប់មកសាច់រឿងក៏បានប្រាប់ការពិតមួយផ្នែកទៀតគឺអ្នកស្រីប្រពន្ធលោកមេភូមិគឺបានដឹងថានៅពេលកូនស្រីរបស់គាត់វាយប្រហារអាងានោះនាងមិនទាន់បាត់បង់ជីវិតនោះទេតែក្រោយមកក៏ត្រូវបរិមម្នាក់យកនាងទៅលាក់ទុកនិងគំរាមយកលុយពីគាត់ជាប្រចាំថាបើសិនជាមិនឲ្យលុយទៅគេនឹងទម្លាយអាចកំបាំងនោះហើយអ្នកបម្រើស្រីរបស់គាត់គឺជាអ្នកនាំសារទៅមករវាងអ្នកស្រីនិងបរិសម្នាក់នោះហើយរូបភាពក៏បង្ហាញឃើញថាបរិសដែលយកអាងាទៅទុកនៅកន្លែងអាចកំបាំងនោះគឺជាចៅប្រុសដែលលោកគិនតាមចាប់លើកមុននោះហើយពេលនេះយើងដឹងហើយលោកគិនចាញ់បោកចោលកំហូចនោះហើយដែលដោះលែងគេទៅវិញហើយដំណឹងដែលគេប្រាប់ទៅលោកគិនដើម្បីបកអាក្រាតកូនស្រីលោកមេភូមិនោះវាក៏ជាគម្រោងការរបស់គេដែរហើយក៏បង្ហាញឃើញថាអាងានាងនៅមានជីវិតនោះទេត្រូវគេឃុំនៅក្នុងរូងភ្នំតែពេលនេះលោកស្រីត្រូវការឲ្យអាងារួចខ្លួនត្រឡប់មកវិញដើម្បីឲ្យកូនស្រីរបស់គាត់លែងមានទោសក៏យកប្រាក់មួយចំនួនផ្ញើតាមអ្នកបម្រើស្រីរបស់គាត់នោះឲ្យយកទៅដើម្បីជាថ្នូរដោះលែងអាងាតែពេលដែលបរិសនោះទទួលបានប្រាក់ហើយក៏បែរជានៅចង់បញ្ចប់ជីវិតរបស់អាងាទៀតដើម្បីចង់ធ្វើបាបអ្នកស្រីនោះឲ្យគ្រួសាររបស់គាត់បែកបាក់ព្រោះគាត់មានគំនុំដោយសារតែលោកមេភូមិធ្វើបាបគាត់កាលពីពេលកន្លងមកធ្វើឲ្យគាត់រស់ពិបាកជាងបាត់បង់ជីវិតទៀតបន្ទាប់មកព្រឹកស្អែកអ្នកភូមិក៏ស្រាប់តែបានឃើញសាកសពអត់ក្បាលនៅក្បែរមាត់ច្រាំងបន្តទៀតហើយក៏ឃើញថាវាគឺជាសាកសពរបស់អាងាធ្វើឲ្យមីងរបស់នាងឃើញហើយគឺពិតជាសោកសង្រេងនៅក្នុងចិត្តខ្លាំងណាស់សូម្បីតែលោកគិនក៏រន្ធត់ចិត្តខ្លាំងណាស់ដែរដោយសារតែឃើញការឈឺចាប់របស់មីងច័ន្ទនៅនឹងភ្នែកតែម្ដងចំណែកឪពុករបស់អាងាបន្ទាប់ពីដឹងថាកូនស្រីរបស់ខ្លួនឯងត្រូវគេបញ្ចប់ជីវិតយ៉ាងសាហាវឃោឃៅបែបនេះក៏ដឹងកំហុសរបស់ខ្លួនឯងរួចក៏ទៅបញ្ចប់ជីវិតរបស់ខ្លួនឯងនៅក្នុងព្រៃតែពេលនេះលោកគិនមិនទាន់អស់ចិត្តនោះទេក៏ទៅអញ្ជើញលោកអាចារ្យឲ្យទៅធ្វើពិធីសូមបើកផ្លូវឲ្យគាត់ដើម្បីចូលទៅជីកភ្នោដែលអ្នកបាត់បង់ជីវិតកំបុតក្បាលទាំងអស់នៅក្នុងតំបន់កប់ខ្មោចនោះដើម្បីជីកភ្នោយកសាកសពរបស់ពួកគេចេញមកវិភាគហើយពេលកំពុងជីកយកមកវិភាគនោះគាត់ក៏កើតអាការៈហូរលោហិតចេញពីច្រមុះបន្តទៀតយ៉ាងចម្លែកខ្លាំងណាស់ហើយពេលនោះសុខភាពរបស់គាត់ក៏ចាប់ផ្ដើមចុះខ្សោយជាបន្តផងដែរបន្ទាប់មកលោកគិនក៏ទៅផ្ទះរបស់មីងច័ន្ទដែលយើងឃើញថាកំពុងតែអង្គុយនៅក្បែរសាកសពរបស់អាងាតែគាត់ក៏យកដំណឹងមួយទៅប្រាប់មីងច័ន្ទថាខ្ញុំកំពុងតែវិភាគសាកសពឡើងវិញអំពីករណីសាកសពកំបុតក្បាលទាំងអស់ឃើញថាសាកសពទាំងអស់ត្រូវបានកាត់ផ្ដាច់ក្បាលដោយពិបាកខ្លាំងណាស់តែខុសអីតែសាកសពរបស់អាងាបែរទៅជាហាក់ដូចជាត្រូវគេវាយប្រហារតែមួយកំបិតគឺចប់តែម្ដងហាក់ដូចជាអ្នកជំនាញធ្វើរឿងនេះអញ្ចឹងបានន័យថាករណីទាំងអស់មិនអាចប្រៀបធៀបជាមួយនឹងករណីរបស់អាងានោះទេវាអាចជាករណីផ្សេងគ្នាករណីពីមុនប្រជាជនថាវាគឺជាពពួកអមនុស្សជាអ្នកធ្វើដោយឡែកសាកសពនេះគឺពិតជាមនុស្សជាអ្នកធ្វើនោះទេហើយដំណឹងល្អមួយទៀតគឺលោកគិនក៏ឲ្យមីងច័ន្ទយកស្បែកជើងរបស់អាណាដែលរកឃើញនោះទៅពាក់ជាមួយនឹងជើងសាកសពនោះគឺពិតជាមិនត្រូវគ្នានោះទេបានន័យថាសាកសពមួយនេះមិនមែនជាអាងានោះទេចំណែកលោកស្រីប្រពន្ធរបស់លោកមេភូមិកំពុងតែចូលទៅក្នុងគុកនិយាយជាមួយនឹងកូនស្រីរបស់គាត់ប្រាប់នាងថាកុំឲ្យនិយាយអ្វីផ្ដេសផ្ដាសកុំឲ្យផ្ដាល់ចម្លើយអ្វីទៅកាន់រាជការផ្ដេសផ្ដាសឲ្យសោះចាំគាត់ជាអ្នករៀបចំនិងនិយាយថាអាងានាងនៅតែត្រូវតែបាត់បង់ជីវិតដដែលតែពួកយើងនឹងបង្វែងឲ្យការបាត់បង់ជីវិតរបស់អាងាទៅជាការបាត់បង់ជីវិតដោយសារតែពពួកបិសាចមិនមែនជាកំហុសរបស់កូននោះទេម៉ាក់កំពុងតែរៀបចំរួចស្រេចអស់ទៅហើយអ្នកភូមិក៏ជឿបែបនេះដែររួចនៅពេលយប់ឡើងអ្នកស្រីនោះក៏រៀបគម្រោងការថានឹង
យកប្រាក់ទៅឲ្យបរិសម្នាក់នោះជាថ្នូរនឹងអ្វីដែលគេធ្វើនោះឲ្យអ្នកភូមិជឿថាករណីនោះគឺជាករណីរបស់ពពួកបិសាចខ្មោចទឹកជាអ្នកធ្វើដោយតាមការពិតអាងាមិនទាន់បាត់បង់ជីវិតនោះទេតែចំណែកអ្នកស្រីប្រពន្ធលោកមេភូមិនោះវិញគាត់គិតល្អិតល្អន់ណាស់ថានៅពេលដែលគាត់យកប្រាក់ឲ្យបរិសម្នាក់នោះគឺគាត់ចង់ដាក់ថ្នាំទៅក្នុងទឹកដើម្បីបំពុលបរិសម្នាក់នោះឲ្យបាត់បង់ជីវិតទើបទៅបញ្ចប់ជីវិតរបស់អាងាបន្តទៀតមិនចង់ឲ្យមានមនុស្សដឹងរឿងច្រើនឲ្យមានស្រមោលលងបន្លាចគាត់បន្តទៀតនោះទេតែពេលនោះបរិសម្នាក់នោះមិនល្ងងនោះទេក៏ដឹងមុនក៏បញ្ចប់ជីវិតអ្នកបម្រើដែលចង់ដាក់ទឹកថ្នាំពុលឲ្យគាត់ផឹកនោះហើយក៏ចង់បន្តបញ្ចប់ជីវិតអ្នកស្រីនោះបន្តទៀតព្រោះគេខឹងខ្លាំងណាស់ដែលអ្នកស្រីនោះហ៊ានក្បត់គេតែពេលនោះអ្នកស្រីនោះក៏រកលេសដ៏សមហេតុផលបំផុតថាបើឯងបញ្ចប់ជីវិតយើងឯងនឹងមិនបានទទួលប្រាក់នោះទេព្រោះប្រាក់នៅក្នុងថង់នោះគឺជាដុំថ្មនោះទេហើយនៅពេលដែលគេដើរទៅពិនិត្យឆែកមើលឲ្យច្បាស់ទៅវាគឺពិតជាដុំថ្មមែនហើយពេលដែលពួកគេកំពុងតែចរចាគ្នានោះលោកគិនក៏បាននៅទីនោះជាមួយនឹងមីងច័ន្ទតាមដានពួកគេហើយពេលនោះបរិនោះមិនហ៊ានបញ្ចប់ជីវិតអ្នកស្រីនោះទេក៏ទៅយកអាងាចេញពីរោងភ្នំដើម្បីដោះដូរជាមួយនឹងប្រាក់ជាមួយនឹងអ្នកស្រីដែលបានលាក់ទុកនៅក្នុងព្រៃនោះហើយនៅពេលដែលកំពុងតែដើរទៅយកប្រាក់ដែលគាត់កប់លាក់ទុកនោះកំពុងតែដោះដូរគ្នាអាងាក៏ឆ្លៀតឱកាសរត់ចេញពីទីនោះហើយលោកគិនក៏ឆ្លៀតឱកាសដែលអាងារត់ចេញទៅឆ្ងាយមានសុវត្ថិភាពគាត់ក៏ចូលទៅប្រយុទ្ធជាមួយនឹងបរិសម្នាក់នោះតែពេលកំពុងតែប្រយុទ្ធនោះគាត់ក៏ចាប់ផ្ដើមមើលឃើញខ្មោចទឹកនោះបានបង្ហាញខ្លួននៅពីក្រោយបរិសម្នាក់នោះរំខានអារម្មណ៍របស់គាត់រហូតធ្វើឲ្យគាត់ពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងណាស់តែចុងក្រោយគាត់ក៏នៅតែអាចយកឈ្នះបរិសម្នាក់នោះដោយការបញ្ចប់ជីវិតរបស់គេនៅទីនោះទៅហើយពួកគេក៏អាចជួយអាងាឲ្យរួចផុតពីគ្រោះថ្នាក់មួយនោះទៅជួបជាមួយនឹងគូស្នេហ៍របស់គេគឺថេឡើងវិញតែលោកគិនក៏នៅតែមិនទាន់អស់ចិត្តថាហេតុអ្វីបានជាគាត់ក្នុងពេលដែលស៊ើបអង្កេតនោះតែងតែស្រមើស្រមៃឃើញអ្វីចម្លែកទាំងអស់នោះក៏នឹកទៅដល់លោកអាចារ្យម្នាក់នោះដែលបានឲ្យធូបទៅគាត់ក៏ដូចជាអ្នកភូមិទាំងអស់គ្នាផងដែរហើយមនុស្សជាច្រើនក៏កើតអាការៈឈាមច្រមុះនិងស្រមើស្រមៃមើលឃើញអ្វីផ្ដេសផ្ដាសដូចគ្នាពេលនោះគាត់ក៏យកធូបដែលលោកអាចារ្យនោះឲ្យទៅពិនិត្យជាមួយនឹងអ្នកជំនាញក៏ដឹងថាវាមានសារធាតុហាមឃាត់ដែលធ្វើឲ្យស្មារតីមនុស្សវង្វេងវង្វាន់ក៏គិតថាបរិសម្នាក់នេះអាចនឹងនៅពីក្រោយរឿងរ៉ាវទាំងអស់នេះផងដែរហើយក៏វិភាគទៅក៏ឃើញថាករណីមនុស្សកំបុតក្បាលកាលពីពេលកន្លងទៅនោះវាអាចជាករណីពីរផ្សេងគ្នាមិនជាប់ជាមួយនឹងករណីរបស់អាងានោះទេហើយក៏ចង់ចោះទៅចាប់លោកអាចារ្យនោះមកសួរចម្លើយតែគាត់ក៏ដឹងខ្លួនមុនបានរត់គេចខ្លួនពីទីនោះទៅហើយអ្នកដែលគាត់បញ្ចប់ជីវិតចុងក្រោយនោះគឺលោកមេភូមិបានផ្ដាច់ក្បាលរបស់គាត់យកទៅដោតនៅកណ្ដាលផ្ទះរបស់គាត់ទើបចាកចេញទៅហើយពួកគេក៏បានអានសម្បត្តិដែលលោកអាចារ្យនោះបន្សល់ទុកនៅលើតុដោយរៀបរាប់ថាមនុស្សដែលគាត់បញ្ចប់ជីវិតទាំងអស់នោះគឺដើម្បីសងសឹកព្រោះកាលពីគាត់នៅក្មេងគ្រួសាររបស់គាត់ត្រូវបញ្ចប់ជីវិតទាំងអស់គ្នានៅសល់តែគាត់ម្នាក់ប៉ុណ្ណោះដោយការប្រហារជីវិតទាំងគ្រួសារទើបគាត់ចងគំនុំមួយនេះនៅក្នុងចិត្តទៅបញ្ចប់ជីវិតមនុស្សដែលជាប់ពាក់ព័ន្ធជាមួយនឹងការប្រហារជីវិតគ្រួសាររបស់គាត់នៅក្នុងចំនួននោះទាំងអស់ហើយចុងក្រោយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមនេះក៏សូមអរគុណប្រិយមិត្តទាំងអស់គ្នា